កុំស្រែកថាថ្លៃបងប្អូននេះច្បាស់ជាស្គាល់ហើយខ្យងអាក់តិចហ្នឹងណានៅលើស៊ូស៊ីមួយចំណិតហ្នឹងនៅលើបាយមួយដុំហ្នឹងណា1រៀលកន្លះទៅ2រៀលអញ្ចឹងនៅក្នុងនេះគឺមានរហូតដល់ទៅ10ចំណិត6រៀលទៅ6រៀលកន្លះចឹងថ្ងៃនេះម៉ាមីមក review ជាមួយនឹងខ្យងអាក់តិចទឹកស៊ីអ៊ីវដែលជាប្រភេទអាហារមួយរបស់ជប៉ុនរៀងតម្លៃរៀង premium ដែរតែនៅក្នុងមួយកំប៉ុងហ្នឹងគឺមាន10ចំណិតនេះតំណងណាខ្យងអាក់តិចទឹកស៊ីអ៊ីវបើចូលចិត្តញ៉ាំម្ទេសថែមម្ទេសបើចូលចិត្តញ៉ាំខ្ទឹមថែមខ្ទឹមញ៉ាំបងប្អូនអើយនឹងខ្យងអាក់តិចណាមាននៅម៉ាមីស៊ីហ្វូតអាចកំងបានឆ្ងាញ់ខ្លាំងអស់យើឆ្ងាញ់ណាស់ចំណិតចុងក្រោយដូច្នេះទាំងអស់គ្នាកំងបានខ្យងអាក់តិចពីម៉ាមីស៊ីហ្វូត